នាយកដ្ឋានសុខាភិបាលនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និសីទមេបញ្ជាការវិទ្យាសាស្ត្រយោធាអាស៊ានលើកទី13នៅខេត្តសៀមរាបដែលជាការជួបជុំដ៏មានសារៈសំខាន់សម្រាប់បណ្ដាមេបញ្ជាការវិទ្យាសាស្ត្រយោធាអាស៊ានក្នុងការផ្លាស់ប្តូរបទពិសោធន៍និងចំណេះដឹងគ្នាទៅវិញទៅមកហើយនេះក៏ជាលើកទី2ដែរដែលព្រះរាជាណាចក្រកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះក្នុងពិធីបើកសន្និសីទនៅសន្តាគារ Empress Angkor Resort និង Spa នាព្រឹកថ្ងៃទី29 ខែមិថុនាឆ្នាំ2026ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ឯកលីកុសលរដ្ឋលេខាធិការក្រសួងការពារជាតិឯកឧត្តមឧត្តមសេនីយ៍តូច័ន្ទរាវុធនាយកដ្ឋានសុខាភិបាលនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថាការរៀបចំសន្និសីទមេបញ្ជាការវិទ្យាសាស្ត្រយោធាអាស៊ានលើកទី13នេះគឺជាការឆ្លុះបញ្ចាំងឲ្យឃើញជាក់ស្ដែងអំពីការយកចិត្តទុកដាក់ស្មារតីសាមគ្គីភាពមិត្តភាពដ៏រឹងមាំនិងកិច្ចសហប្រតិបត្តិការដែលជាការបដិញ្ញាចិត្តក្នុងការលើកកម្ពស់វិស័យវិទ្យាសាស្ត្រយោធានៅក្នុងតំបន់អាស៊ានខណៈដែលការរៀបចំសន្និសីទមេបញ្ជាការវិទ្យាសាស្ត្រយោធាអាស៊ានលើកទី13នេះបានផ្ដោតការយកចិត្តទុកដាក់ទៅលើប្រធានបទនៃការធានាការគម្រាមកំហែងដោយសារធាតុគីមីឬក៏អាវុធគីមីដែលជាបញ្ហាប្រឈមសុខភាពសាធារណៈហើយប៉ះពាល់ដល់សុខភាពរបស់មនុស្សសត្វនិងបរិស្ថានដ៏ធ្ងន់ធ្ងរដែលជាអំពើដ៏អមនុស្សធម៌ដែលយើងទាំងអស់គ្នាគួរតែមានវិធានការទប់ស្កាត់និងអន្តរាគមន៍តាមគ្រប់រូបភាពជាលក្ខណៈជាតិនិងអន្តរជាតិថ្លៃបើកសន្និសីទមេបញ្ជាការវិទ្យាសាស្ត្រយោធាអាស៊ានលើកទី13នេះឯកឧត្តមសេនីយ៍ឯកលីកុសលបានស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះមេបញ្ជាការវិទ្យាសាស្ត្រយោធាអាស៊ានទាំងអស់ដែលបានអញ្ជើញមកចូលរួមក្នុងសន្និសីទក្រៅមូលបត្រកិច្ចបង្កើនការត្រៀមខ្លួននិងភាពធន់របស់វិស័យវិទ្យាសាស្ត្រយោធាអាស៊ានក្នុងការប្រឈមនឹងការគំរាមកំហែងរបស់សារធាតុគីមីវិជីវសាស្ត្រវិទ្យុសកម្មនិងនុយក្លេអ៊ែរដែលជាប្រធានបទមួយដ៏ល្អបំផុតសមស្របទៅនឹងបរិបទសម័យកាលនៃភាពកើនកម្ដៅនៅតំបន់មជ្ឈិមបូព៌ាដែលជាក្តីកង្វល់ដ៏ធំរបស់ប្រជាជាតិគ្រប់ជាតិសាសន៍នៅលើសកលលោកបើទោះបីជារលកកម្ដៅនៅតំបន់មជ្ឈិមបូព៌ាបានធូរស្រាលពេលខ្លះក៏នឹងមានភាពតានតឹងដល់អន្លើក៏ប៉ុន្តែជាភារកិច្ចដ៏សំខាន់បំផុតមិនអាចខ្វះបានរបស់វិស័យវិទ្យាសាស្ត្រយោធាអាស៊ាននៅក្នុងតំបន់គឺត្រូវតែមានការគិតគូរជាប្រចាំនិងត្រូវតែវឹកហាត់ជាប្រចាំដើម្បីត្រៀមឆ្លើយតបទៅនឹងព្រឹត្តិការណ៍ណាមួយដែលបានកើតឡើងជាយថាហេតុឯកឧត្តមបានបន្តថាដោយដែលយើងបានជ្រាបស្រាប់មនុស្សជាតិទូទាំងពិភពលោកតែងប្រាថ្នាចង់បាននូវសុខសន្តិភាពមិនចង់ឲ្យមានសង្គ្រាមឡើយក្នុងបរិបទនៃសម័យកាលអាវុធយុទ្ធោបករណ៍កាន់តែមានភាពទំនើបធ្វើឲ្យមនុស្សកាន់តែមានការភ័យខ្លាចជាពិសេសគ្រឿងសព្វាវុធប្រភេទជីវសាស្ត្រវិទ្យុសកម្មនុយក្លេអ៊ែរលក្ខនិងលក្ខដែលតាមរយៈបទពិសោធន៍ជាច្រើនរបស់វិស័យវិទ្យាសាស្ត្រយោធាអាស៊ាននៅក្នុងតំបន់បានជួបប្រទះកន្លងមកឯកឧត្តមសង្ឃឹមនឹងជឿជាក់ថាសមត្ថភាពនៃការត្រៀមរៀបចំបង្ការទប់ស្កាត់រាល់វិបត្តិឬហានិភ័យនានានឹងត្រូវអាចធ្វើបានដើម្បីសង្គ្រោះអាយុជីវិតមនុស្សសូមជម្រាបថាសន្និសីទមេបញ្ជាការវិទ្យាសាស្ត្រយោធាអាស៊ានលើកទី13បានបិទបញ្ចប់ទៅដោយជោគជ័យនៅរសៀលថ្ងៃដដែលក្រោមអធិបតីភាពឯកឧត្តមសេនីយ៍ឯកមឹងពន្លកអគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុក្រសួងការពារជាតិដោយឯកឧត្តមបានគូសបញ្ជាក់ថាសន្និសីទនេះបានបង្ហាញយ៉ាងច្បាស់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសអាស៊ាននិងដៃគូអន្តរជាតិក្នុងការពង្រឹងសមត្ថភាពប្រព័ន្ធវិទ្យាសាស្ត្រយោធាការត្រៀមខ្លួនបង្ការការឆ្លើយតបបន្ទាន់និងគ្រប់គ្រងវិបត្តិដែលអាចកើតមានឡើងពីការប្រើប្រាស់អាវុធគីមីជីវសាស្ត្រវិទ្យុសកម្មនិងនុយក្លេអ៊ែរខណៈដែលយើងទាំងអស់គ្នាបានទទួលស្គាល់ថាការគម្រាមកំហែងនៃអាវុធប្រភេទនេះមិនត្រឹមតែប៉ះពាល់ដល់វិស័យសន្តិសុខប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈស្ថិរភាពសង្គមសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរដូច្នេះការរួបរวมគ្នាការចែករំលែកព័ត៌មាននិងការអភិវឌ្ឍសមត្ថភាពរួមគឺជាកត្តាចាំបាច់ក្នុងការធានាសន្តិសុខនិងសុវត្ថិភាពរបស់ប្រជាជនក្នុងតំបន់ក្នុងឱកាសនេះឯកឧត្តមសេនីយ៍ឯកមឹងពន្លកបានធ្វើការប្រគល់ទង់វិទ្យាសាស្ត្រយោធាអាស៊ានជូនដល់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវដើម្បីទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និសីទមេបញ្ជាការវិទ្យាសាស្ត្រយោធាអាស៊ានលើកទី14ឆ្នាំ2027ផងដែរ